ដោយតែបងប្អូនបានដឹងចឹងប្រហែលថ្ងៃខ្ញុំក៏បានចូលទៅមើលផ្ទះហើយខ្ញុំអ្វីដែលខ្ញុំនឹកស្មានម្ដងហើយខ្ញុំឮហើយវាផាត់ខ្លោចចិត្តខ្លាំងបងប្អូនខ្ញុំបានជួបជាមួយពូធានចឹងគាត់ដើរមកគាត់សួរខ្ញុំថាខ្ញុំនឹងណាគេដោយសារគាត់គិតថាអាចមានពួកចោរពួកអីចូលទៅលួចទៅអីក្នុងផ្ទះចឹងណាដល់ពេលទៅខ្ញុំក៏ប្រាប់គាត់ថាខ្ញុំជាម្ចាស់ផ្ទះទេពូខ្ញុំមកមើលផ្ទះដោយសារខ្ញុំខានមកផ្ទះនេះហ្នឹងចូលចិត្ត20ថ្ងៃជាងហើយអញ្ចឹងខ្ញុំចង់ដឹងថាផ្ទះខ្ញុំមិនអីមិនចឹងណាក៏ឆ្លៀតចូលមកមើលតិចទៅហើយពេលហ្នឹងផងដែរគាត់ឃើញខ្ញុំគាត់ក៏សុំដូងខ្ញុំផឹកគាត់ប្រាប់ថាគាត់អស់កម្លាំងណាគាត់អត់បានញ៉ាំបាយរយៈពេល3ថ្ងៃហើយដល់ពេលខ្ញុំឮចឹងបងប្អូនអារម្មណ៍ខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតគាត់ខ្លាំងទេណាខ្ញុំសួរថាពួកឯងបានញ៉ាំ3ថ្ងៃនោះពួកឯងញ៉ាំអីវិញគាត់ថាគាត់បានហូបនំកញ្ចប់កញ្ចប់នឹងឯងដោយសារមុនបត់ឆប់បាញ់ហ្នឹងគឺថៃវាទលាក់គ្រាប់ខ្លាំងគាត់ពិបាកក្នុងការចេញនិយាយទៅគាត់ពិបាកក្នុងការចេញមកសម្បីចេញភ្លាមគឺវាទលាក់